តើនឹងអ្នកទាំងមុនគាត់មិនចង់ញ៉ាំដើម្បីជួយបង្គ្រប់ទឹកភ្លុះគាត់ហើយអាចថាមានវិធីសាស្ត្រណាដែលយើងអាចឲ្យគាត់ញ៉ាំបានយើងឆែកទៅលើអីខ្លះហើយគាត់នៅបន្តញ៉ាំអាចថាមួយថ្ងៃមួយកែវអីខ្លះទៅក៏បានបង្គ្រប់សម្រាប់អ្នកណាអ្នកទាំងមុនឲ្យគាត់ញ៉ាំទៅគាត់ចុកធុងអីហ្នឹងចារៀងសេះសោះអូខេសូមបងប្អូនចាត់ឲ្យដាច់ព្រោះអ្នកមានទាំងមុនគាត់អាចនឹងមានជំងឺមួយយ៉ាងគេហៅថា AP gastric pen ដោយសារពេលដែលស្ត្រីមានទាំងមុនទៅគឺកលពាក់របស់គាត់នេះវាងាយនឹងភើវាងាយនឹងឆ្អល់វានឹងកាហាយអញ្ចឹងបើសិនជាគាត់បែងចែកដាច់ទីមួយញ៉ាំទៅវាមិនធំវាលុកឡើងមកថប់ដង្ហើមនឹងទៀតព្រោះបើសិនជាគាត់កំពុងមានទម្ងន់ហើយគាត់ញ៉ាំដូរពេលពូសទេអត់មានញ៉ាំអីហើយដូរដែលគាត់ជ្រើសរើសមកញ៉ាំហ្នឹងប្រភេទដូរនោះវាចាស់ពេកវាណែនាំទឹកវាអត់សូវល្អទេដោយសារវាមានជាតិហ្គាសអញ្ចឹងអាជាតិហ្គាសចំពេលដែលយើងលាកកាពះផងជាតិអាស៊ីតក្នុងកាពះយើងប្រភេទអាស៊ីតត្រិចនៅក្នុងកាពះច្រើនផងវាហត់ទៅភើវាហត់ទៅជ្រួលច្រាលឲ្យគាត់ហ្នឹងកាន់តែកាហាយករណីហ្នឹងគឺជួបភាគច្រើនស្ត្រីអត់តែមានទម្ងន់គាត់ងាយនឹងឈឺកាពះមែនតែដោយសារគាត់ក្រួតដោយសារគាត់ញ៉ាំអាហារអត់បានដោយសារគាត់ចូលចិត្តញ៉ាំរបស់ជូរវាកាហាយភើឆ្អល់ស្រាប់តែពេលដាក់ដូងទៅហត់តែណែនតែវាអាចនឹងមិនមែនគាត់លើសប៉ូតាស្យូមឬក៏លើសម៉ាញ៉េស្យូមលើអាសារជាតិអេឡិចត្រូឡៃហ្នឹងទេតែអ្វីដែលកាន់តែច្បាស់ទី1ម្ដងពេលមានផ្ទៃពោះគេត្រូវត្រួតពិនិត្យអាហ្នឹងហើយគេត្រូវជួយឈាមកម្រិតគាត់ឈាមគាត់មិនដែរគាត់មើលអេឡិចត្រូឡៃហ្នឹងមានសារធាតុខ្វះអត់លើសប៉ូតាស្យូមលើសម៉ាញ៉េស្យូមលើសសូដ្យូមលើសអីអត់នៅក្នុងឈាមគាត់ឬក៏គេអាចមើលទឹកនោមអញ្ចឹងពេលដែលគាត់ទៅមើលទៅឃើញអេឡិចត្រូឡៃក្នុងខ្លួនគាត់ហ្នឹងវាគ្មានលើសអីទេគាត់អត់មានពាក់តងអីជាមួយនឹងរឿងញ៉ាំដូងទៅខ្លាចលើសទេគាត់ញ៉ាំបានធម្មតាតែផ្ទុយទៅវិញបើគាត់ដឹងតែខ្លួនគាត់អាសាភើឆ្អល់ចុកកាហាយផ្សានិយាយផ្សេងចុកអាកន្លែងខាងក្រោយខ្នងដែលគេហៅថាបោះដៃផុតហ្នឹង Bacon អញ្ចឹងគាត់អាចសាកល្បងញ៉ាំតាមរយៈការដែលគាត់ញ៉ាំអាហារឯកចាំញ៉ាំហើយកុំញ៉ាំដូងត្រជាក់ញ៉ាំដូងធម្មតាហើយបើស្ត្រីមានផ្ទៃពោះបានដឹងអាកលឹះខ្ញុំវិញហើយដាក់ដូងក្តៅៗមួយប្រមាណស្រែទៅនិយាយពីជួយកូននិងជួយសុខភាពនឹងបានច្រើនមែនទែនហើយចង់ពួតលហិតលហើយហ្មងហ្នឹងគឺជាតែម្ដង